បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរបងប្អូនទស្សនិកជនទីគោរពបាទថ្ងៃនេះខ្ញុំកំពុងតែស្ថិតនៅទីតាំងមួយកន្លែងគឺជាគេហៅថាចំការចង្ក្រងស្វាបាទបងប្អូននៅលើបណ្ដាញសង្គមតែងតែល្បីតគ្នាទីតាំងនេះដែលស្ថិតនៅមាត់ស្ទឹងសែននៅខាងក្រោមស្ពានកំពង់ធំឬក៏សួនស្ទឹងសែនជាដើមបាទហើយយើងតែងតែឃើញបងប្អូនអំពូមិញយីតាតែងតែមកថតបាទប្រគល់រដូវកាលនេះយើងឃើញហើយកំពុងតែមានផ្កាបាទកន្លងទៅបើបងប្អូនចង់ថតផ្កានេះតតែទៅខេត្តបាត់ដំបងបាទព្រោះសពឆ្នាំឲ្យតែក្រោយរដូវចូលឆ្នាំក្រោយភ្លៀងធ្លាក់គឺមាននៅឯស្អីចិត្តភ្នំសំពៅឯណោះបាទប៉ុន្តែដោយឡែកនៅខេត្តកំពង់ធំយើងនេះគឺដោយសារមានការរៀបចំបាទហើយសូមបញ្ជាក់ជូនថាផ្កានេះមិនមែនដុះតាមលក្ខណៈបែបធម្មជាតិទេគឺជាការរៀបចំដាំដុះឡើងបាទពីសំណាក់បាទថ្នាក់ដឹកនាំខេត្តក៏ដូចជាក្រុមការងាររបស់រដ្ឋបាលក្រុងស្ទឹងសែនផងដែរបាទហើយដូច្នេះផ្កានេះគឺឥឡូវនេះគឺកំពុងតែរីកស្គុះស្គាកំពុងតែស្អាតបាទហើយក៏ជម្រាបទៅជូនទៅដល់បងប្អូនទស្សនិកជនដែលបានឆ្លងកាត់បាទបើសិនជាចង់មកខេត្តកំពង់ធំបាទមេត្តាមកដល់ស្ពានស្ទឹងសែនបាទងាកខាងឆ្វេងដៃគឺឃើញហើយមាត់ស្ទឹងគឺការលឿងស្រស់បំប្រងតែម្ដងបាទរឿងស្រស់បំប្រងតែម្ដងដែលឆ្លងកាត់ទៅខេត្តនានាផ្សេងបាទក៏លោថាដូចខ្ញុំលើកខាងដើមមិញនេះគឺសពឆ្នាំបើសិនណាចង់ថតការទស្សនីយភាពឬក៏គូចគុណការចង្ក្រងស្វានេះគឺតតែទៅខេត្តបាត់ដំបងបាទខេត្តបាត់ដំបងគឺសម្បូរតែដូចខ្ញុំបញ្ជាក់ពីខាងដើមមិញនេះគឺដោយសារតែមានការរៀបចំឡើងពីឋានៈដឹកនាំខេត្តកំពង់ធំដែលដឹកនាំដោយឯកឧត្តមអភិបាលខេត្តកំពង់ធំគឺឯកឧត្តមនួនថារតបាទដែលលោកបានរៀបចំនេះឡើងបាទជារួមទៅយើងមិននិយាយសំដៅទៅលើចំការចង្ក្រងស្វានេះទេគឺមួយរយៈពេលនេះគឺយើងដឹងហើយថាខេត្តកំពង់ធំយើងបានរៀបចំសង្ក្រាន្តដ៏ធំមួយដែលប្លែកភ្នែកប្លែកទស្សនីយភាពដែលធ្វើឲ្យបងប្អូននៅក្នុងខេត្តក្រៅខេត្តចាប់អារម្មណ៍បាទគឺបានរៀបចំឡើងគឺសង្ក្រាន្តនៅក្នុងខេត្តកំពង់ធំយើងបាទហើយដូច្នេះអ្វីដែលខ្ញុំថ្ងៃនេះខ្ញុំក៏មានចំណាប់អារម្មណ៍មួយដែរបាទតកតងទៅនឹងទស្សនីយភាពនៅក្នុងខេត្តកំពង់ធំបាទព្រោះខ្ញុំក៏ជាអ្នកខេត្តកំពង់ធំយើងដែរហើយខ្ញុំសង្ឃឹមនឹងជឿជាក់ថាខេត្តកំពង់ធំយើងនឹងមានអ្វីប្លែកៗតទៅទៀតប៉ុន្តែទន្ទឹមនឹងអ្វីប្លែកទន្ទឹមនឹងមានការរីកស្គុះស្គានៅតាមមាត់ស្ទឹងសែនហើយក៏នៅតាមសួននានានៅតាមដងវិថីនៅក្នុងស្ទឹងសែនបាទដូចជាមានផ្កាកណ្ដាស់ផ្កាអីជាដើមនោះបាទទន្ទឹមនោះក៏ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូបក៏ស្នើសុំទៅដល់បងប្អូនដែលកំពុងតែដើរគយគុណមើលអីផ្សេងនៅក្នុងក្រុងស្ទឹងសែននៃខេត្តកំពង់ធំយើងនេះបាទសូមមេត្តាគេហៅថាដើរលេងប្រកបទៅដោយផាសុកភាពរក្សានៅសោភ័ណភាពមួយដោយការរក្សាទុកសម្រាប់អីបានត្រឹមត្រូវណាបាទគុំការបន្តបងអីប្រទេសផ្ដាស់នាំឲ្យហៅថាខូចសោភ័ណភាពបាទពីព្រោះនៅសួននេះគឺយើងដឹងហើយថាវាកំពុងតែស្រស់ស្អាតអញ្ចឹងកាលណាតែយើងមានការបន្តបងមានអីប្រទេសផ្ដាស់ពីការវាធ្វើឲ្យខូចសោភ័ណភាពខូចអារម្មណ៍បងប្អូនដទៃទៀតដែលគាត់មកទស្សនាអញ្ចឹងមកដែរហើយក៏បង្កភាពហៅថាមិនស្រស់ស្អាតដោយសារសម្រាមតាមផ្លូវតាមអីដោយសារការដែលយើងហូបចុកបាទរួចហើយយើងមិនបានទុកដាក់អីត្រឹមត្រូវអានោះក៏ជាការរំខានទៅដល់បងប្អូនផ្សេងខូចសោភ័ណភាពបាទមិនធ្វើឲ្យបរិស្ថានយើងមិនសូវល្អដែរបាទនេះជាការអំពាវនាវរបស់ខ្ញុំហើយជាការពិតទៅថាបងប្អូនផ្សេងក៏ដូចជាក្នុងខេត្តកំពង់ធំក៏គិតដូចខ្ញុំដែរខ្ញុំគិតថាថ្នាក់ដឹកនាំក្នុងខេត្តអាចថាបន្ថែមមួយទៀតបាទបន្ថែមមួយទៀតគឺគេហៅថាបន្ទប់អនាម័យសាធារណៈបាទនៅកាន់ទីតាំងយើងនេះបាទមកជួរតាមដងស្ទឹងនេះយើងគួរតែមានទីតាំងណាមួយគេហៅថានិយាយភាសាសាមញ្ញថាបង្គន់អនាម័យបាទបើយើងនិយាយភាសាឲ្យល្អស្ដាប់គឺថាបន្ទប់អនាម័យសាធារណៈបាទយើងគួរតែមានពីព្រោះណាបើយើងមានក៏ជានៅវាអាចថាបង្កសោភ័ណភាពបង្កអីហើយក៏មានភាពងាយស្រួលទៅដល់បងប្អូនដែលកំពុងតែ
បាទចូលរួមទស្សនាតាមដងផ្លូវដងសួនអីផ្សេងៗនៅក្នុងក្រុងស្ទឹងត្រែងនៅខេត្តកំពង់ធំយើងនេះបាទហើយខ្ញុំមិនមានអីច្រើនទេនេះជាការលើកឡើងរបស់ខ្ញុំហើយខ្ញុំសង្ឃឹមនឹងជឿជាក់ថាបងប្អូននឹងចូលរួមថែរក្សានៅសោភ័ណភាពទាំងអស់គ្នាដើម្បីឲ្យវាមានភាពស្រស់ស្អាតបានយូរអង្វែងហើយក៏សូមអរគុណទៅដល់ថ្នាក់នាំដែលដឹកនាំដោយឯកឧត្តមបាលខេត្តគឺឯកឧត្តមនួនថារតបាទលោកពិតជាខិតខំណាស់បាទខិតខំបាទនិយាយរួមទៅគឺបងប្អូនអាចមើលឃើញហើយពីទឹកដៃការងាររបស់គាត់បាទគាត់មកគឺគាត់តុបតែងផ្លែកភ្នែកដូចខ្ញុំលើកពីខាងដើមនេះវិញគឺសង្ក្រានកំពុងធំទៅតែបញ្ចប់ថ្មីនេះគឺធ្វើឲ្យម្នាក់ដិតជាប់នៅក្នុងអារម្មណ៍បាទដិតជាប់ក្នុងអារម្មណ៍ជានិច្ចដូច្នេះក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់នៅក្នុងខេត្តកំពង់ធំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ឯកឧត្តមក៏ដូចជាក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ធំផងដែរបាទខ្ញុំបាទមិនមានអីច្រើនទេខ្ញុំបាទថៃសុធាសូមអរគុណសូមជម្រាបលាបាទយើងទាំងអស់គ្នាត្រូវមានទំនួលខុសត្រូវដើម្បីឲ្យបរិស្ថានក្នុងខេត្តយើងស្រស់ស្អាតនិងគ្មានសម្រាមចូលរួមទាំងអស់គ្នាដើម្បីការផ្លាស់ប្ដូរគ្មានសម្រាមផ្ដើមចេញពីអ្នក